នៅតាមបន្ទាយផ្លូវជាតិដ៏សែនឆ្ងាយមួយដែលហ៊ុំព័ទ្ធទៅដោយព្រៃក្រាស់ៗសំឡេងម៉ាស៊ីនឡានដឹកទំនិញធុនតូចមួយគ្រឿងបានបន្លឺឡើងកាត់យកងងឹតនៅពេលរាត្រីអ្នកបើកបរឈ្មោះវិវលនិងជំនួយការរបស់គេឈ្មោះសុកកំពុងធ្វើដំណើរត្រឡប់មកពីដឹកអីវ៉ាន់វិញដោយសារតែយប់ជ្រៅពេកវិវលបានសម្រេចចិត្តបើកកាត់ផ្លូវលំមួយខ្សែដើម្បីកាត់បន្ថយចម្ងាយផ្លូវនៅពេលចាប់ផ្ដើមសន្ទងឡាននោះស្រាប់តែបរិយាកាសប្រែជាត្រជាក់ខុសធម្មតាសុកដែលអង្គុយក្បែរវិវលចាប់ផ្ដើមមានអារម្មណ៍មិនស្រួលតាមរយៈកញ្ចក់មើលក្រោយគេឃើញឡានដែលគេសន្ទងនោះហាក់ដូចជាមានមនុស្សអង្គុយពេញទោះបីជាបុរសម្ចាស់ឡាននោះមកអង្គុយលើឡានជាមួយពួកគេក៏ដោយផុសសំឡេងដូចជាមានអ្វីម្យ៉ាងបុកនឹងជញ្ជាំងឡានខាងក្រោយបន្លឺឡើងមិនដាច់សុកបានសួរទៅបុរសម្ចាស់ឡានថាបងតើក្នុងឡាននោះមានដឹកអីខ្លះបុរសនោះគ្រាន់តែញញឹមស្ងួតរួចឆ្លើយថាគ្រាន់តែជាសាច់ញាតិដែលចង់ត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះស្រាប់តែភ្លាមនោះឡានរបស់វិវលក៏បានរលត់ម៉ាស៊ីនឈឹងនៅចំកណ្ដាលស្ពានឈើមួយវិវលព្យាយាមបញ្ឆេះឡានប៉ុន្តែមិនឆេះភ្លាមនោះសំឡេងយំខ្សឹកខ្សួលយ៉ាងក្រហមបានបន្លឺចេញពីក្នុងឡានសន្ទងនោះសុកបានលួចបើកកញ្ចក់ឡានមើលស្រាប់តែគេឃើញដៃដែលមានស្បែកស្លេកស្លាំងកំពុងខ្ញាំកញ្ចក់ឡានពេទ្យនោះពីខាងក្នុងអ្វីដែលរន្ធត់បំផុតនោះគឺនៅពេលដែលពួកគេងាកមកមើលកៅអីខាងក្រោយឡានរបស់ខ្លួនឯងស្រាប់តែឃើញសត្វត្រីម្នាក់ស្លៀកឈុតសសក់វែងអន្លាយអង្គុយសម្លឹងមកពួកគេដោយភ្នែកក្រឡេកក្រឡាប់និងមានឈាមហូរតាមរន្ធភ្នែកវិវលនិងសពភ័យពេកក៏ស្ទុះរត់ចេញពីឡានសម្ដៅទៅរកវត្តដែលនៅជិតនោះពេលទៅដល់វត្តពួកគេបានជួបលោកតាអាចារ្យម្នាក់ដែលនៅក្នុងវត្តនោះវិវលនិងសុកបានរៀបរាប់ប្រាប់លោកតាអាចារ្យនោះលោកតាអាចារ្យក៏ដកដង្ហើមធំរួចក៏បាននិយាយថាកាលពីយប់មិញមានឡានដឹកសពមួយគ្រឿងបានធ្លាក់ផ្លូវក្បែរស្ពាននោះស្លាប់ទាំងអ្នកបើកបរនិងសពដែលនៅក្នុងឡាននោះទាំងអស់ពួកគេប្រហែលជាចង់រកអ្នកមកជួយជូនដំណើរពួកគេជាលេខចុងក្រោយហើយព្រឹកឡើងនៅពេលវិវលនាំប៉ូលីសទៅកន្លែងកើតហេតុគេឃើញឡានរបស់គេនៅដដែលប៉ុន្តែខ្សែសន្ទងនោះមិនមែនជាប់នឹងឡានពេទ្យទេគឺវាបានរំពាត់ជុំវិញមកឈូសចាស់មួយដែលដេកនៅកណ្ដាលផ្លូវចំណែកបុរសម្ចាស់ឡានពេទ្យនិងឡានពណ៌សនោះបានបាត់ដានសូនឈឹងបន្សល់ទុកតែក្លិនក្រអូបប្រហើលនៃផ្កាម្លិះនិងភាពភ័យខ្លាចដែលមិនអាចបំភ្លេចបាននៅពេលដែលប៉ូលីសនិងអ្នកភូមិទៅដល់កន្លែងកើតហេតុគ្រប់គ្នានៅភាំងស្រឡង្កាំងមិនមែនមានតែឈូសចាស់មួយនោះទេប៉ុន្តែនៅជុំវិញឡានរបស់វិបុលមានដានជើងមនុស្សរាប់សិបនាក់ដែលប្រឡាក់ដោយដីភក់ដើរក្រឡឹងជុំវិញឡាននោះអ្វីដែលធ្វើឲ្យវិបុលសឹងតែសន្លប់នោះគឺនៅលើកញ្ចក់ឡានខាងមុខរបស់គេមានស្នាមប្រឡាក់ឈាមជាអក្សរសរសេរថាអរគុណដែលបានជូនដំណើរប៉ុន្តែយើងនៅខ្វះអ្នកបើកបរម្នាក់ទៀតវិបុលចាប់តាមធ្លាក់ខ្លួនឈឺធ្ងន់បាយមិនបានសម្រានមិនលក់រាល់ពេលដែលគេបិទភ្នែកគេតែងតែឮសំឡេងម៉ាស៊ីនឡានពេទ្យនោះបន្លឺឡើងនៅក្នុងត្រចៀកជានិច្ចសុកដែលជាជំនួយការក៏មានសភាពមិនខុសគ្នាដែរគេបានសម្រេចចិត្តត្រឡប់ទៅរកលោកតាអាចារ្យនៅវត្តនោះម្តងទៀតដើម្បីសួររកការពិតអំពីបុរសអាវខ្មៅលោកតាអាចារ្យបាននាំពួកគេទៅកាន់កន្លែងតម្កល់សពដែលគ្មានញាតិនៅទីនោះមានរូបថតចាស់មួយសន្លឹកបិទនៅលើជញ្ជាំងវិបុលស្រែកវ៉ាស់កាលបើឃើញថាបុរសនៅក្នុងរូបថតនោះគឺជាបុរសអាវខ្មៅដែលបានសុំឲ្យគេជួយសន្ទងឡានកាលពីយប់នោះលោកតាអាចារ្យមានប្រសាសន៍ថា
គេគឺជាតៃកំឡានដឹកសពដែលបានស្លាប់កាលពី10ឆ្នាំមុនគេតែងតែចេញមកលងបន្លាចអ្នកដំណើរណាដែលហ៊ានបើកកាត់ផ្លូវលំនួលនៅពេលយប់ជ្រៅដើម្បីកាត់បណ្ដាសានេះលោកតាអាចារ្យបានប្រាប់ឲ្យវិបុលនិងសុខធ្វើពិធីសូត្រមន្តឧទ្ទិសកុសលនៅចំកន្លែងដែលឡានរលត់ម៉ាស៊ីននោះនៅប្រាក់កណ្ដាលអាត្រៀតខណៈដែលពិធីកំពុងតែប្រព្រឹត្តទៅស្រាប់តែមានខ្យល់បោកបក់យ៉ាងខ្លាំងចង្កៀងឡានពេទ្យពណ៌សនោះស្រាប់តែភ្លឺឡើងពីចម្ងាយតងបន្តិចហាក់ដូចជាកំពុងបើកមកសម្ដៅរកពួកគេសំឡេងយំលាយឡំនឹងសំឡេងខ្សែកក្អឹកបន្លឺឡើងពេញព្រៃវិបុលព្យាយាមកាន់ធូបឲ្យជាប់បើទោះបីជាមានអារម្មណ៍ថាមានដៃត្រជាក់ស្រេបមកប៉ះស្មារបស់គេក៏ដោយស្រមោលខ្មៅរាប់មិនអស់បានឡោមព័ទ្ធពួកគេបុរសអាវខ្មៅបានបង្ហាញខ្លួនតងទៀតប៉ុន្តែលើកនេះមុខរបស់គេបានរលេះរលួយសាច់ហូរធ្លាក់ចុះមកក្រោមគេសម្លឹងមើលវិបុលរួចនិយាយថាបើឯងមិនទៅជាមួយយើងទេក៏ត្រូវដោះលែងយើងទៅលោកតាអាចារ្យបានចាប់តាមសូត្រព្រះបរិត្តយ៉ាងខ្លាំងរួចយកទឹកមន្តប្រោះព្រំទៅលើម៉ូឈូសចាស់នោះភ្លាមនោះឈូសក៏ឆេះសន្ធោសន្ធៅទោះបីជាគ្មានភ្លើងក៏ដោយសំឡេងស្រែកយ៉ាងឈឺចាប់បានបន្លឺឡើងរួចក៏រលាយបាត់ទៅក្នុងភាពងងឹតឡានពេទ្យនិងស្រមោលទាំងឡាយក៏រលាយបាត់អស់មិនសល់ទុកតែភាពស្ងប់ស្ងាត់ចាប់តាំងពីថ្ងៃនោះមកវិបុលនិងសុខលែងហ៊ានបើកឡានកាត់ផ្លូវលំនោះទៀតហើយពួកគេបានលាឈប់ពីការងារដឹកទំនិញយប់ប្រលប់ហើយបែរមកធ្វើបុណ្យដាក់ទានជាហូរហែប៉ុន្តែរាល់ពេលដែលគេឮសំឡេងឡានពេទ្យបន្លឺស៊ីភ្លេនៅតាមផ្លូវវិបុលតែងតែព្រឺសម្បល់ជានិច្ចព្រោះគេនៅតែចងចាំមិនភ្លេចនៅពាក្យសមតីចុងក្រោយថាពួកគេនៅតែខ្វះអ្នកបើបម្នាក់ទៀត